ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានបែកគ្នាប៉ុន្មានថ្ងៃក្នុងឱកាសបុណ្យប្រពៃណីខ្មែរគឺបុណ្យភ្ជុំបិណ្ឌឃើញថាឥឡូវនេះខ្ញុំបាទខាត់ស្តង់ដាបានវិលត្រឡប់មកវិញហើយក៏បំពេញការងារបាទចែកជូនជាព័ត៌មានជាតិនិងអន្តរជាតិថ្មីក្នុងដៃអស់លោកអ្នកដដែលដល់ពេលនេះពុកម៉ែបងប្អូនខ្ញុំបាទសូមជម្រាបជូនតាក់ទងទៅនឹងព័ត៌មានមួយគឺរដ្ឋមន្ត្រីបាទស្ដីទីក្រសួងការបរទេសបង្ហាញបញ្ហាព្រំដែនកម្ពុជាថៃនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យជួនអង្គទូតបរទេសនិងអង្គការសហប្រជាជាតិហើយនៅពេលនេះរាជធានីភ្នំពេញលោកណេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសនៅលើបណ្ដាញសង្គម Facebook របស់លោកនាព្រឹកព្រលឹមថ្ងៃទី25ខែកញ្ញាឆ្នាំ2025នេះថាលោកជំទាវបាទអៀតសោភារដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសកម្ពុជានិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញធ្វើបទបង្ហាញស្ដីពីបញ្ហាព្រំដែនកម្ពុជាថៃនៅតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យជួនអង្គទូតបរទេសនិងទីភ្នាក់ងារអង្គការសហប្រជាជាតិនៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី25ខែកញ្ញាឆ្នាំ2025រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ឲ្យដឹងទៀតថាការធ្វើបទបង្ហាញនេះមានការចូលរួមពីអង្គទូតតំណាងស្ថានទូតចំនួន30ប្រចាំនៅកម្ពុជានិងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចការបាទព្រំដែនកម្ពុជានិងថៃនិងអង្គការនិងអង្គការអន្តរជាតិចំនួន6ដែលក្នុងនោះមានតំណាងស្ថានទូតថៃចូលរួមក្នុងកិច្ចប្រជុំនោះផងដែរអញ្ចឹងពុកម៉ែបងប្អូនណាឥឡូវនេះយើងបានសម្រេចគោលដៅគឺយើងបានប្រាប់អំពីព័ត៌មានពិតមិនមែនព័ត៌មានបំភ្លៃណាដែលកម្ពុជាបានចេញធ្វើការបកស្រាយបញ្ហាព្រំដែនតំបន់ព្រៃច័ន្ទនិងភូមិជោគជ័យជួនតំណាងអង្គទូតបរទេសនិង UN ទាំង36ប្រទេសពុកម៉ែបងប្អូនទាំងអង្គការសហប្រជាជាតិក្នុងនោះមានថៃចូលរួមដែរបាទមានថៃចូលរួមដែរហើយសួរថាថៃហ៊ានក៏អត់និយាយអត់កើតដោយសារអត់មានអ្វីដែលត្រូវនិយាយណាអត់មានអ្វីដែលត្រូវនិយាយអញ្ចឹង36ប្រទេសបូកទាំងណាបូកទាំងអង្គការសហប្រជាជាតិមួយទៀតឡើង37ណា37ក្នុងនោះមានចៅសៀមចូលទៅក្នុងកិច្ចប្រជុំនឹងដែរណាក៏ប៉ុន្តែអត់មានអ្វីដែលត្រូវនិយាយតទៅសោះអត់មានអ្វីដែលត្រូវនិយាយអត់ចេញដោយសារអីប្រទេសសៀមគឺជាអ្នកឆ្លៀនពៀនទឹកដីកម្ពុជាយ៉ាងពិតប្រាកដបំផុតអត់មានអ្វីដែលថាមកអះអាងអំណះអំណាងថាកម្ពុជាឆ្លៀនពៀនទៅថៃទេទាំងប្រទេសកម្ពុជាតូចជាងប្រជាជនតិចជាងគេ70-80លាននាក់យើងវិញប្រមាណ17-18លាននាក់ឲ្យតែឆ្លៀនពៀនគេនឹងរឿងមួយទៀតបញ្ហាសភាវុធគេទំនើបជាងយើងត្រូវទទួលស្គាល់ហើយកម្ពុជាតែឆ្លៀនពៀនយកដីថៃតាំងពីបរមកាលមកណាកម្ពុជាមិនដែរឆ្លៀនពៀនទេឥឡូវនេះគឺភ្លឺផ្នែកចាយហើយ36ប្រទេសនោះភ្ញាក់ផ្អើលបន្ទាប់ពីកម្ពុជាបានលាតត្រដាងបកស្បែកមុខសៀមនៅចំពោះមុខសៀមតែម្ដងហើយមិនមានអ្វីដែលថាត្រូវបកស្រាយនេះបន្ទាប់ពីកម្ពុជាបានលាតត្រដាងនឹងទីណាអត់មានអីដែលថាត្រូវនិយាយទេនេះគឺជាចំណុចមួយដែលសំខាន់បំផុតណាពុកម៉ែបងប្អូនដែលសំខាន់បំផុតដែលកម្ពុជាបានណាប្រាប់ទៅអង្គការសហប្រជាជាតិថាថៃពិតជាបានឆ្លៀនពៀនទឹកដីកម្ពុជាមែនហើយកម្ពុជាមានផុសតាំងបាទឯ36ប្រទេសទៀតភ្ញាក់ផ្អើលបន្ទាប់ពីកម្ពុជាបានបើកបង្ហាញប្រាប់ថាណាថៃជាអ្នកឆ្លៀនពៀនមិនមែនកម្ពុជាឆ្លៀនពៀនទេបង្ហាញផុសតាំងក្រឹបភ្ញាក់ផ្អើលតែម្ដងព័ត៌មាននេះខ្ញុំបាទក៏សូមបញ្ចប់យើងងាកទៅកាន់ប្រេស៊ីលវិញម្ដងដោយប្រេស៊ីលក៏គ្រប់គ្រងកម្ពុជាដែរនៅពេលមុននេះពុកម៉ែបងប្អូនទូតប្រេស៊ីលប្រចាំកម្ពុជាគ្រប់គ្រងនៅការដោះស្រាយបញ្ហាដោយសន្តិវិធីរវាងកម្ពុជានិងថៃដើម្បីវិលមករកប្រក្រតីភាពបានឡើងវិញរាជធានីភ្នំពេញឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសាធារណរដ្ឋ
សហព័ន្ធប្រេស៊ីលប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រចាំនៅកម្ពុជាបានប្រកាសគាំទ្រនៅការដោះស្រាយបញ្ហាដោយសន្តិវិធីរវាងកម្ពុជានិងថៃដើម្បីវិលមករកប្រក្រតីភាពបានឡើងវិញការប្រកាសរបស់ទូតប្រេស៊ីលគណៈសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួលសារតាំងលោកជំទាវបាទវីយ៉ែនឡូសបាទហ្សាន់ម៉ាទីនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបាទសំទោសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី25ខែកញ្ញាឆ្នាំ2025នៅវិមានព្រឹទ្ធសភាយោងតាមឯកឧត្តមជាធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថានៅក្នុងជំនួបនេះសម្ដេចតេជោហ៊ុនសែនបានសម្ដែងនៅការស្វាគមន៍ក្នុងព្រះបរមនាមនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចំពោះលោកជំទាវនិងសម្ដេចតេជោបានចាត់ទុកវត្តមានលោកជំទាវនាពេលនេះជាផ្នែកមួយដ៏សំខាន់នៃការពង្រីកទំនាក់ទំនងរវាងកម្ពុជានិងប្រេស៊ីលសម្ដេចក៏បានបង្ហាញនៅក្តីរីករាយដែលសហព័ន្ធប្រេស៊ីលបានដាក់បាទនិវេសដ្ឋានទូតនៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងដែលជាផ្នែកមួយក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជានិងប្រេស៊ីលឲ្យកាន់តែរីកចម្រើនបន្ថែមទៀតឯកឧត្តមអ្នកនាំពាក្យបានឲ្យដឹងទៀតថានៅក្នុងជំនួបនេះសម្ដេចតេជោក៏បានជម្រាបជូនលោកជំទាវអំពីបញ្ហាព្រំដែនកម្ពុជានិងថៃដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវនិងបញ្ហានាពេលកន្លងមកជាមួយគ្នានោះលោកជំទាវក៏បានឆ្លើយតបជាមួយសម្ដេចតេជោថាប្រេស៊ីលគឺគាំទ្រនៅការដោះស្រាយបញ្ហាដោយសន្តិវិធីរវាងកម្ពុជានិងថៃលោកជំទាវជំរុញឲ្យភាគីទាំងពីរគោរពនៅបទឈប់បាញ់ហើយឈានទៅរកការដោះស្រាយវិលមករកប្រក្រតីភាពបានឡើងវិញលោកជំទាវបានជម្រាបជូនសម្ដេចតេជោថាក្នុងបេសកកម្មរបស់លោកជំទាវនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះលោកជំទាវនឹងធ្វើយ៉ាងណាជំរុញនៅទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងប្រេស៊ីលឲ្យមានភាពល្អប្រសើរកាន់តែខ្លាំងឡើងបន្ថែមទៀតជាពិសេសជំរុញនៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជានិងប្រេស៊ីលឲ្យមានការកើនឡើងបន្ថែមទៀតផងដែរបាទចឹងប្រេស៊ីលគេគ្រប់គ្រងយើងពុកម៉ែបងប្អូនណាសូមជម្រាបអ្វីដែលជាការបានកត់សម្គាល់បន្ថែមទៀតលោកជំទាវបានរំលេចអំពីការពង្រីកនៅកិច្ចសហប្រតិបត្តិការក្នុងវិស័យនានារវាងកម្ពុជានិងប្រេស៊ីលក្នុងនោះក៏មានការពង្រីកនៅទំនាក់ទំនងទាំងរដ្ឋាភិបាលផងទាំងស្ថាប័ននីតិបញ្ញត្តិបាទផងដែរដែលលោកជំទាវនឹងជំរុញឲ្យប្រទេសទាំងពីរបង្កើននៅកិច្ចសហប្រតិបត្តិការក្នុងស្ថាប័ននីតិបាទបញ្ញត្តិនៃប្រទេសទាំងពីរក្នុងនោះឲ្យមានភាពល្អប្រសើរបន្ថែមទៀតនៅក្នុងឱកាសនោះលោកបាទសម្ដេចតេជោបានសម្ដែងការរីកចម្រើនបាទការរីករាយបាទសំទោសការរីករាយចំពោះការលើកឡើងរបស់លោកជំទាវក្នុងការជំរុញនៅពាណិជ្ជកម្មសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យមានការកើនឡើងដោយសម្ដេចតេជោបានលើកឡើងថាទំនាក់ទំនងដ៏ល្អទៅមុខលឿនបានវាអាស្រ័យទៅលើសេដ្ឋកិច្ចនិងពាណិជ្ជកម្មដូច្នេះប្រសិនបើប្រទេសទាំងពីរខិតខំប្រឹងប្រែងក្នុងការពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានការកើនឡើងគឺជាផ្នែកនៃការរុញច្រានទំនាក់ទំនងឲ្យកាន់តែល្អទៅមុខជាមួយគ្នាផងដែរបាទចឹងពុកម៉ែបងប្អូនណាប្រេស៊ីលគេគ្រប់គ្រងយើងបាទគ្រប់គ្រងកម្ពុជាតាក់ទងបាទទៅនឹងព័ត៌មានក៏មានប៉ុណ្្នឹងដែរនៅសូមជម្រាបលា